សួរដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយសួស្តីមិត្តភក្តិអ្នកអានហើយថ្ងៃនេះផងដែរគឺខ្ញុំមានសិភៅ150កបាលដោយបងប្អូនបានឃើញនៅក្នុងដៃខ្ញុំនឹងហើយគឺជាការជួយបរិច្ចាគពីដានេលដែលជាមិត្តភក្តិចាស់ដែលគាត់បានមក volunteer នៅសាលាហើយយើងក៏មានទូសិភៅតូចៗចំនួន9ផងដែរដែលដាក់ចូលនៅក្នុងតាមថ្នាក់នីមួយៗនៅក្នុងកម្មវិធី Classroom Library មានន័យថាបណ្ណាល័យថ្នាក់រៀនអញ្ចឹងបងប្អូនបានឃើញហើយសិភៅនិទានផងសិភៅអប់រំផងហើយសិភៅនេះខ្ញុំគិតថាសំខាន់សម្រាប់បងប្អូនតូចៗក្មេងៗដែលយើងមានពីថ្នាក់1រហូតដល់ level 6ដែលគាត់អាចអានប៉ុន្តែការរៀនភាសាអង់គ្លេសសំខាន់ក៏ប៉ុន្តែសិលធម៌សុជីវធម៌ដែលយើងគួររៀនគួរស្ដាប់គួរអានរឹតតែសំខាន់ដើម្បីជាការទំនាក់ទំនងប្រចាំថ្ងៃនៅសាលានៅផ្ទះនៅទីសាធារណៈអញ្ចឹងគឺដំណឹងល្អបានរួចកិច្ចការមួយហើយដែលខ្ញុំកំពុងតែរងចាំមានន័យថារួចហើយសិភៅ150ក្បាលហើយនឹងមានសិភៅគ្រូរហូតដល់20ក្បាលទៀតដែលគាត់បានឲ្យបន្តព័ត៌មានដែលគាត់ចង់អានសិភៅទៅម៉េចឲ្យចេះធ្វើម៉េចឲ្យគាត់មានសមត្ថភាពហើយមួយទៀតគេថាសិស្សល្អគឺមកពីគ្រូល្អណាអញ្ចឹងបើសិស្សខ្លាំងគឺមកពីគ្រូបាទអញ្ចឹងទេបើចង់ឲ្យសិស្សខ្លាំងពូកែតើតែគ្រូខ្លាំងពូកែល្អដែរអញ្ចឹងសូមអរគុណអ្នកនរគ្នាបាទ